បច្ចុប្បន្ននេះឃើញតំបន់បំរើបាទឃើញយើងមានចេញឈ្មោះមកច្រើនបាទតនផង Elliot Anderson ផង Sandro Tonali នោះមានលេចមកបន្តិចដែរ Carlos Baleba ឃើញអីគេ Kenan Yildiz អីណានៅស៊ូបន្ទុះបាទហើយនៅតំបន់ខាងក្រោមនោះមាន Federico Di Marco អីជាដើមបាទអញ្ចឹងទៅពាក់ព័ន្ធទៅនឹងរឿងទាំងអស់នេះមើលទៅសម្រាប់បងមនីយកជាការបានទេមើលទៅសម្រាប់កីឡាករដែលកំពុងតែចាប់អារម្មណ៍ប្រហែលរូបនេះមានឥឡូវនេះមានជាប់ Bellingham មួយទៀតជាប់ Bellingham រឿងនេះវាជាការតាក់តែងពីអ្នកសារព័ត៌មានឬយ៉ាងម៉េចដែរវាយកជាការបានប៉ុន្តែវា10ទៅយកតែមួយបានព្រោះអីធម្មតាគេមានរឿងមួយគេដឹងគោលដៅគេថាមែនយូខ្វះបំរើអញ្ចឹងគេរាយប៉ាយគេប៉ាតណាប៉ាតណីគេលាបពណ៌គេលាបអីស្រ័យគេណាអ្នកសារព័ត៌មានណាបាទទៅដល់អីគេអាហ្គូមេនេះមានតាំងពីយូរចុងខែសីហាមកម្លេះបើស្អាយកបាល់លេបានប៉ុន្តែពីទស្សនៈខ្ញុំមិនមានលុយទៅទិញកីឡាករខ្ញុំក៏មិនមានភាគហ៊ុននៅក្លឹបដែរប៉ុន្តែទស្សនៈខ្ញុំគឺខ្ញុំមិនចាប់អារម្មណ៍អាហ្គូមេហ្នឹងទេអូខេព្រោះខ្ញុំលើកហេតុផលតែមួយទេគឺតារឹមចង់បានកីឡាករនៅ Premier League សូម្បីតែកូនចៅចាស់គាត់យូតមែនហ្នឹងខ្ញុំថាមិនបានមកទេវាប្រតិកលាទៀតយូតមែនហ្នឹងគាត់មិនជនជាតិដៃណាម៉ាកទេThomas Frank ក៏ចង់យកគាត់មក Spurs ដែរដែលជាគ្រូបង្វឹកជនជាតិដៃណាម៉ាកដូចគ្នាអញ្ចឹងវាប្រតិកលាគ្នាជាមួយនឹងយូតមែនអញ្ចឹង Man U ដែលបងម៉ៅថាអីគេអាហ្គូមេហ្នឹងល្អវាពិតជាបំរើការពារមែនដែលរងក៏តសើដែរថាពេលប៉ះបាសេហ្នឹង4-1ហ្នឹងគឺថាគេចាំរហូតមកដល់ដល់បាត់ទេណា4-1ហ្នឹងអញ្ចឹងគឺឃើញគាត់ម៉ាគេខ្សែប្រយុទ្ធនិងខ្សែបំរើប្រយុទ្ធរបស់បាសេល្អអាហ្គូមេប៉ុន្តែរឿងដែលក្តៅនោះគឺបាលេបានិងវ៉ាតុនទេតែពីរនាក់ហ្នឹងទេដែល Man U ចាប់អារម្មណ៍ពីដើមមានតែបាលេបាទេតួឯកនោះគឺបាលេបាទេប៉ុន្តែគេចេះតែទាញទៅទាញមកទាញទៅឲ្យយើងក៏តាមតាគេទៅពីខ្ញុំឃើញថា Man U ហើយនឹងលោក Robin Amorim មិនទៅណាឆ្ងាយពីខ្សែបម្រើនៅ Premier League ទេទី1ដែលលោក Jacob Ben គាត់និយាយថា3រូបមាន Elliot Anderson បាទមាន Walton និង Baleba 3រូបហ្នឹងគាត់អាចយកបាន2ប៉ុន្តែយើងធីប Baleba ចោលសិន Baleba មិនអាចបានក្នុងខែមករាទេមិនអាចបានទេប៉ុន្តែខ្ញុំអាចថា Walton ឬក៏ Anderson របស់ Nottingham Forest ដែលមានបទពិសោធន៍នៅ Premier League ពេលនេះលោក Amorim គឺចង់បានកីឡាករដែលមានបទពិសោធន៍នៅ Premier League ព្រោះគាត់យកមកពីររូបគឺល្អមានគូញ៉ានិងអមមូហ្នឹងគឺបង្កើតឱកាសល្អមែនទែនហើយត្រូវនឹងទម្រង់របស់គាត់អញ្ចឹងរឿងហ្នឹងវាមានតែមួយទេគ្រាន់តែគេអូសទៅជា10ជា20ឯងទៅដែរចេញទៅនេះចេញទៅនោះហើយអ្នកគ្រប់គ្រង Man U ក៏ព្យាយាមបង្កើតអានេះពីសុកទេណាបង្កើតព័ត៌មានទៅដល់ Angelo Steller មួយទៀតថាល្អគាត់ល្អមែន Steller ប៉ុន្តែគាត់អត់ទាន់ចេញបានដោយសារมันមានការចាប់អារម្មណ៍ពីក្លឹបណាដូចជា Real ដែរប៉ុន្តែ Real មិនមែនជាអ្វីដែលគាត់ចង់បាន Real ចង់បានមកគឺភ្លឹងឥតខ្ចោះតែម្ដងដូច Toni Kroos ដូច Modric ដូចគាត់ចង់បាន Enzo Fernandez អញ្ចឹងណាគឺគាត់ចង់យកមកគឺឥតខ្ចោះហើយយកមកលេងចាយលុយមិនចាយទៅទាញទៅដល់ job Bellingham ដែលគិតថាគាត់ដើរតាមគន្លងរបស់បងគាត់នៅ Dortmund ហ្នឹងត្រូវប៉ុន្តែឥឡូវនេះដូចជា Dortmund គេដូរគ្រូហើយក៏ដូរអីទៅគឺធ្វើឲ្យគាត់មិនមាននីតិលេងគាត់មិនសប្បាយចិត្តក៏គេទាញថា Man U ចង់បានគាត់ខ្ញុំក៏ចាប់អារម្មណ៍ដែរព្រោះខ្ញុំក៏ស្រឡាញ់ job ហ្នឹងដែរបាទបងក៏អ្នកគ្រប់គ្រងថាចុះមិនក៏មិនទិញពីការនៅ Birmingham មកគាត់នៅ Birmingham ជាក្លឹបចាស់បងគាត់ដែរណាបាទហើយមកមិនមក Sunderland បាទយើងត្រឡប់ទៅវិញចុះ Real មិនក៏មិនទិញចូល Bellingham ពី Birmingham មកដែរមិនទិញថ្លៃនៅ Dortmund ទៅអីក្លឹបអ្នកមានគេមិនត្រូវការទិញមកពីអញ្ចឹងទេគេសុកចិត្តទៅក្លឹបផ្សេងដើម្បីមើលជើងមកឲ្យគេទិញមកអាហ្នឹងដូចតែយើងធម្មតាយើងបើយើងយ៉ាងណាខ្ញុំនិយាយរឿងស្នេហាវាចូលវែងឆ្ងាយណានិយាយតែបានទៅវាអញ្ចឹងឯងក្នុងវិស័យបាល់ទាត់គឺវាត្រូវមានកលៈអញ្ចឹងហើយសួរតែចូល Bellingham មកតើវាអាចមកអត់វាមានភាគរយអាចនៅពេលដែលខែមករា Kobe Mainu ចេញឬក៏ Zirkzee ចេញប៉ុន្តែពីររូបនឹងចេញក្នុងលក្ខខណ្ឌលក់ឬក៏ខ្ចីជើងយើងអត់ដឹងទេតើ Man U ចង់គិតបែបណាប៉ុន្តែនៅខែមករានេះយើងឃើញថាបើសិនជាពួកគាត់ចេញ Mainu ខ្ញុំគិតថាគាត់នឹងលក់បើសិនជាលក់បានណាមានក្លឹបចាប់អារម្មណ៍គាត់លក់ Mainu យកលុយអញ្ចឹងពេលដែលគាត់មានលុយពី Mainu គាត់អាចមានបំរែកណ្ដាលមួយធូរតែម្ដង Mainu ក៏ជាប្រាក់ចំណេញ 100% របស់ក្លឹបផងដែរអញ្ចឹងក្នុងកលៈនេះខ្សែបំរើ Man U នឹងប្រើនេះគេហៅល្បិចកលចិត្តសាស្ត្រទីផ្សារដែល
អ្នកសារព័ត៌មានវាយ menu ទីទៀត menu នឹងវាយត្រឡប់ក្បាលទៅកតុយទៅក្បាលវិញធ្វើឲ្យអ្នកកសែតតាមគាត់អត់តនេះដោយគាត់យក Martinez ឲ្យចុងក្រោយគាត់យក Zenelman ចឹងដូចគ្នាអញ្ចឹងបំរើកដាលបងប្អូនចាំមួយទៅបើមិនវ៉ាតុនទេក៏ Anderson ដែរបាទ Elliot Anderson បាទ Elliot Anderson ដែរគឺអត់ទៅណាឆ្ងាយពីអង់គ្លេសនឹងទេខ្ញុំជឿហ្មងមិនទាន់ទៅ Agome បើគាត់ទៅ Agome គាត់ទៅតាំងពីចុង summer window មកបាទគាត់ទៅអាហ្នឹងហើយគឺតែគាត់អត់ទៅគាត់សុខចិត្តចាំយកបាល់លេបាឬក៏វ៉ាតុននេះប្រធានក្លឹបចេញមកនិយាយថាគាត់ចង់លេងនៅ Champions League បាទអាពាក្យនោះខ្ញុំឮតាំងយូរហើយកីឡាករបើមិនមាន Champions League ទេទិញគេមកខ្ញុំថាអាហ្នឹងហួសសម័យហើយហួសសម័យឥឡូវយើងមើល Man U បំបែកអាកន្លែងហ្នឹងបានណាគាត់យក Sesko គាត់យកCunha គាត់យកMbamu បាទគាត់ចូលបានហើយគាត់ទៅអូសបានបាល់លេបាដែលធ្វើឲ្យបាល់លេបាឥឡូវនេះគឺគេថាធ្វើទុកបុកម្នេញក្លឹបមែនតើលេងគឺមិនអស់ពីសមត្ថភាពទេឬតែធ្លាក់តម្លៃ market value គាត់45លានវ៉ាតុន50លានវ៉ាតុន50លាន60លាននៅសារអង់គ្លេសទេបាទហើយ Anderson នោះគឺតែ30 40ទេបាទអញ្ចឹងគឺអត់មានបញ្ហាសម្រាប់ Man U ទេតែ Man U មានបញ្ហាតែរក្សា Man U បាននិងសឹកស៊ីបានអត់តែប៉ុណ្្នឹងទេហើយអញ្ចឹងបាច់ទៅណាឆ្ងាយទេ Agome ហ្នឹងគឺមិនមក Man U ទេ Agome ស្អីគេទៀតមិញស្អីគេ Centro Tonali គេមិនឲ្យ Tonali គេមិនមកទេហើយ Posco គាត់ឆ្លា Roy Keane គាត់ច្អល់ Tonali ល្អបាទត Roy Keane គាត់មិនមែនដឹកនាំ Man U ហ្នឹងគាត់ឆ្លាញ់គាត់ចាប់ឲ្យ Tonali Man U ទៅយក Tonali យើងក៏ចាប់ត្រឹមគាត់មានឆ្លាញ់ណាបើអត់ត្រូវទម្រង់គាត់ឲ្យសំខាន់គាត់ឆ្លាញ់ប្រភេទដែរបើតែយើងឆ្លាញ់កមុំសៀមរាបបាត់ដំបងអញ្ចឹងណាគេយកទីតកែមួយឲ្យក៏មិនចាប់អារម្មណ៍មិនថាគេមិនស្អាតតែយើងឆ្លាញ់ទឹកដីខេត្តហ្នឹងវាបែបហ្នឹងតែរឹមគាត់ឆ្លាញ់បែកមានកម្លាំងអីចឹងទៅបែកនៅអង់គ្លេសចឹងទៅអាហ្វ្រិកចឹងទៅគាត់ឆ្លាញ់បែបហ្នឹងគាត់ទៅបែបហ្នឹងហើយឥឡូវបើគាត់ចេះចាប់អារម្មណ៍អ៊ីតាលីគាត់ចាប់អារម្មណ៍ហើយប៉ុន្តែគាត់ស្ងាត់ឈឹងអ៊ីតាលីមកគាត់ទៅតាអាឡឺម៉ង់កវលបាទកវលមកឲ្យអង់គ្លេសហ្នឹងទេអត់ទៅណាឆ្ងាយទេបាទចាហ្នឹងពីខ្ញុំវានឹងរៀងវែងតិចប៉ុន្តែចុងក្រោយវានៅតែមួយទេនៅតែបាល់លេបាឬក៏វ៉ាតុនខ្ញុំហ៊ាននិយាយថាវ៉ាតុនណាម្ចាស់ក្លឹបCrystal គាត់វ៉ាតុនអត់បានទេហើយប្រើភាសាមួយថាគាត់ចង់លេងនៅអី Champions League នេះគាត់តែនិយាយមួយដើម្បីការទូតនៅលើ interview ទេតែប៉ុតវ៉ាតុនអាចនឹងចេញនៅខែមករាហ្នឹងឬក៏យ៉ាងយូរដល់ summer បាទចឹងអាហ្នឹងលើការចរចាទេបាទប៉ុណ្ណឹងបើពីខ្ញុំគិតថាជប់ Bellingham ខ្ញុំគាត់ថាអត់ដល់ពេលគាត់អត់ដល់ពេលទី1បើសិនជាគាត់មកវាថ្លៃអត់លក់ថោកទេអត់លក់ថោកហើយ Dortmund លក់កីឡាករមួយក៏មិនថោកដែរបើទោះបីជាគាត់មកឥឡូវវាមិនថ្លៃណាស់ទេក៏តែDortmundអាចនឹងចាំរហូតដល់វាឡើងតម្លៃខ្លួនខ្លាំងទៀតចឹងណាក៏តែបើសម្រាប់ខ្ញុំមិនមែនយើងមើលស្រាយកីឡាករទេគាត់តែគាត់ឥឡូវហ្នឹងគឺខ្ញុំគិតថាបើគួរណាស់តែហើយដែរក៏បាន70-80% នៃបងគាត់សិនទៅបាទព្រោះគាត់បងគាត់នៅណាក៏វាហើបណានៅ Dortmund ក៏គាត់គឺជាអ្នកជ្រុំជ្រែងនៅ Real គាត់រើកាលដំបងគាត់សុទ្ធប្រហែល40យុទ្ធហើយក៏ប៉ុន្តែយកស្ថិតិមកមើលទេយើងសុខចិត្តយើងនិយាយទៅគាត់ខ្សែបំរើយើងមើលទៅលើការលេងរបស់គាត់នៅលើទីលានហើយទូស្គាល់ខ្ញុំអត់សូវបានមើលជាប់ Bellingham លេងប្រហែលទេបាទក៏តែខ្ញុំគិតថានៅតែមិនទាន់ដល់ពេលទេណាបាទតែបើបកមកសំណួរដែលយើងឆ្លើយបងម្នេះឆ្លើយហើយវិញខ្ញុំក៏គិតមិនខុសអីប្រហែលដែរដោយសារតែខ្ញុំឃើញការបញ្ជាក់ពីនរណាគេដូចជាខ្ញុំភ្លេចបាត់ហើយដូចជា Jacob Ben ហ្នឹងនរណាដឹងទេខ្សែកីឡាករនឹងត្រូវទិញ2រ៉ូលបំរើនឹងប្រយុទ្ធស្លាប់បាទគេមិនសិនតែស្ដាប់ក៏តែអានេះឆ្វេងផងស្ដាំផងព្រោះឥឡូវហ្នឹងមិនមែនជា4-3-3អីទៀតទេកីឡាករស្លាប់មួយលេងតាណាក៏បានបាទគ្រាន់តែវិជ្ជមានវាខុសគ្នាអីចឹងទៅអញ្ចឹងខ្ញុំគិតថាទី1ខ្សែបំរើគឺត្រូវតែបានដែរបាទក៏តែបើឲ្យខ្ញុំគិតទៅឆ្ងាយពីហ្នឹងគឺអត់កើតក្រៅពី3នាក់ដែលបងមនីគាត់បានមែនសិនទេក៏តែខ្ញុំយល់ខុសមួយខ្ញុំគិតថាបាល់លេបាអាចនឹងមានភាគរយមកអញ្ចឹងទី1គឺគាត់ drop price ហើយ drop price បាទដោយសារតែបើសិនជា Brighton มันអាចទុកយូរជាងនឹងបានបាទទុកយូរហើយក៏បាន60ឥឡូវហ្នឹងគេលោក Jacob Ben គាត់និយាយដល់60បាទក៏ប៉ុន្តែលោក Jacob Ben អ្នកនិយាយហ្នឹងមិនមែនក្លឹបគេអ្នកនិយាយផងស្រួលខែមករានៅ70-80ដដែលទី1ខ្ញុំចំណាំមើលនៅពេលដែលគាត់ធ្វើការជាមួយ Ineos ឲ្យតែថាទិញមិនមែនថានិយាយពីឥឡូវទេទិញស្អែកខាងស្អែកគាត់ប្រជុំគ្នាហ្នឹងជួនកាលប្រជុំគ្នាហ្នឹងទិញព្រឹកអញ្ចឹងខ្ញុំគិតថាពេលនេះវាអត់ទាន់សម្រាប់នៅក្នុងការចរចានៅខែមករាទេអញ្ចឹងខ្ញុំគិតថាដល់ពេលដែលគាត់ចាប់ផ្ដើមទិញគាត់ចាប់ផ្ដើមប្រជុំសឹងរាល់ថ្ងៃទៀតអញ្ចឹងបើសិនជាគាត់
តាមការដែលលោក Sir Jim Ratcliffe ទុកពេលឲ្យលោក Amorim ច្បាស់ថាគាត់ប្រកាសជាទុកសិទ្ធឲ្យគាត់ជ្រើសរើសយកចុចឈ្មោះកីឡាករសម្រាប់ recommend អីចឹងទៅចុះខ្ញុំគាត់ថាបើសិនជាគាត់ចាយលើបាល់លេបាក៏វាល្អមួយយ៉ាងដែរទីមួយបើសិនជា Kobe Manu នៅក៏ប៉ុន្តែបើ Kobe Manu អត់នៅច្បាស់ណាមិនមួយគឺ2សួរ3ទៀតបាទទាំងកីឡាករអង់គ្លេស Watton ឬក៏ Ederson ឬក៏បាល់លេបាតែម្ដងហើយខ្សែប្រយុទ្ធគឺក្រោយខ្ញុំគិតថាខ្សែប្រយុទ្ធមិនស្រួលបានខ្ញុំគិតថានៅតែបានខ្សែការពារឆ្វេងមួយទៀតបាទព្រោះលោក Shaw គឺគាត់នឹងមិននៅនិយាយទៅគឺមិននៅតែម្ដងបាទអញ្ចឹងបើយើងគិតមើលខ្សែព័ត៌មានមកប្រហែលនេះខ្ញុំឃើញថាបំរើ1ឬក៏2បាទការពារឆ្វេងនិងប្រយុទ្ធស្ដាំអីចឹងទៅបាទខ្ញុំមិនដឹងហេតុអីបានគេចុចឈ្មោះប្រយុទ្ធស្ដាំឯការពិតអ្នកដែលត្រូវទិញគឺខ្សែប្រយុទ្ធកដាលបាទអ្នក back up ជាមួយនឹង Sesko បានត្រូវក៏តែខ្ញុំមិនដឹងថាហេតុអីបានជាគេចេញព័ត៌មាននឹងហើយគេលើកយក Yildiz មកបាទគេណាស់យល់Semenyo ក៏លេងដូច Cunha ដូចបើមួយដែរទេគាត់មិនស្ដាំចំឆ្វេងចំអីនោះទេគឺគាត់លេងបានច្រើនក៏ប៉ុន្តែគេចាប់ផ្ដើមចុចយកស្លាប់ឆ្វេងស្លាប់ស្ដាំអាហ្នឹងក៏យើងអត់ដឹងថាព័ត៌មាននឹងវាទៅជាយ៉ាងណាយ៉ាងនេះទៀតដែរក៏តែបើយើងសរុបមកវិញខ្ញុំគិតថាហើយណាក៏បាន2នាក់ដែរបាទ2នាក់តែត្រូវចាំមើលទាំងអស់គ្នាថាតើពួកយើងបាទគិតហ្នឹងវាត្រូវជាមួយនឹងចក្ខុវិស័យរបស់ក្លឹបអត់ព្រោះពេលនេះគឺមានតែខ្សែបំរើហ្នឹងឯងហើយនឹងស្លាប់ឆ្វេងបាទយើងមើលស្ថិតិគេដែលគេចេញពី Premier League មកបាទ Man U ជាប់ជាក្រុមដែលមានអាការប្រយុទ្ធបាទ expect goal បាទច្រើនគេប៉ុន្តែគាត់អត់មានគ្រាប់បាល់ប៉ុន្តែគាត់មានច្រើនអញ្ចឹងបើយើងសម័យតែបើយើងមានបំរើកដាលដែលយល់ពីហ្គេមបាទខ្លាំងណាស់ដែលជាបំរើការពារខ្ញុំមិនជំទាស់ទេប៉ុន្តែបើខ្ញុំគិតវាផ្សេងពីដារ៉ុងនឹងថាគាត់ត្រូវការខ្សែបំរើសញ្ជាតិអង់គ្លេសហើយវាចំណេញតាំងឲ្យយើងនិយាយថាច្បាប់ Premier League ទៅបងហើយអាខែមួយហ្នឹងអាកីឡាករអាហ្វ្រិកហ្នឹងក៏ទៅលេងហ្នឹងហើយ Cup of Nations អញ្ចឹងបើគាត់យកបាល់លេបាវាអាចគ្រោះថ្នាក់ដែរខែមួយវាអាចរបូតទៅ4រូបទាំងអាម៉ាត់ទាំងមមូទាំងម៉ាស្រាវីបាល់លេបាមួយដែរប៉ុន្តែបើយកមកក៏យកហើយទៅវាមិនបញ្ហាប៉ុន្តែបើយកមកដូចតែរងនិយាយអញ្ចឹងយក2ប្រោយទៅទុកឲ្យហើយអង់គ្លេសយកវ៉ាតុនក៏អង់គ្លេស Anderson ក៏អង់គ្លេស Anderson គាត់ចាប់ផ្ដើមឡើងជើងហើយគាត់ជាអតីតកីឡាកររបស់ Newcastle มันមានលក្ខខណ្ឌបាយ back close ទៅវិញទេអញ្ចឹងការប្រជែងរបស់ Man U យក Ederson អត់មានភាពឈឺក្បាលទេអត់បារម្ភទេហើយ Ederson ខ្លួនឯងក៏មិនត្រឡប់ទៅ Newcastle វិញដែរព្រោះវាទៅនៅតែប៉ុណ្្នឹងទេជឿទៅព្រោះ Newcastle ក៏មិនទាន់រីកធំធាត់ដល់ប៉ុណ្ណាដែរអញ្ចឹងគាត់អាចឆ្មក់យក Ederson សិនខ្ញុំសម័យតែនៅតែអាចបាន3ហ្នឹងបាន2ព្រោះវ៉ាតុននេះវាជានៅកណ្ដាលមួយជាធ្នាក់ទេធ្នាក់គេទេព្រោះអីវ៉ាតុនហ្នឹងMan City គឺចង់បានដែរ Real ក៏ចង់បានប៉ុន្តែខ្ញុំគិតថា Real គាត់នៅពិចារណាបន្តិចបាទប៉ុន្តែបើ Man City អត់ទេព្រោះ Man City កំពុងតែជួបអារឿងគេថាសយហើយព្រោះ Rodri របួសជា3 4ប្រកួតជាប់នេះគឺដូរគាត់ចេញពាក់កណ្ដាលតង់អញ្ចឹង Rodri គឺគេហៅថាញោមញីហើយអត់ fit ទេអញ្ចឹងគាត់នឹងឲ្យ Watton ហ្នឹងហើយជា Snow ទៅជំនួស Rodri Watton មើលគាត់ហាត់ណាគាត់ហាត់លេងហើយគាត់ហាត់ scan ទៀតគាត់រត់ងាកឆ្វេងងាកស្ដាំបើមិនស្រួលគេថាគាត់អីទៅសៃទាញកធៈអីប៉ុន្តែគាត់នឹងហៅ scan អ្នកដែល scan បងប្អូនគឺ Friend Lampard បកកាយ scan ណា Postco ក៏បកកាយ scan ដែរ Xavi Busquets បាទគឺXavi Busquets គាត់លេងបាល់ scan ដែរប៉ុន្តែបាល់ខ្លីហ្នឹងហើយប៉ុន្តែ Lampard ហើយនឹង Postco បាល់វែងគាត់មុនគាត់ងាកឆ្វេងងាកស្ដាំអត់ប៉ះដល់គាត់គឺគាត់បាញ់ទៅហ្មងគាត់អត់មានទប់មានអីទេអញ្ចឹងឃើញវ៉ាតុននេះគឺមានអាភាពនឹងមួយដែរបកកាយ scan នេះហើយកីឡាករ Man U ចេះ scan ខ្លះទៅដូចអីគេអ៊ូកាតេអត់មាន scan អាលីងអត់មាន scan ទេបោះចំគ្នាទៀតអាហ្នឹងរឿងបញ្ហាណា Ederson ក៏ scan យឺតដែរថាវ័យគាត់ចូលគាត់ scan ហិងយឺតគាត់បំលាស់ទីយឺតប៉ុន្តែវ៉ាតុនប៉ុន្តែខ្ញុំមើលទៅវ៉ាតុនក៏មិនតាន់ fit ជាមួយតារឹមដែររបៀបមើលទៅវ៉ាតុនគាត់មិនកាចក៏គាត់មិនអីគាត់ល្មមមួយប៉ុន្តែអាហ្នឹងខ្ញុំបារម្ភដែរប៉ុន្តែអាហ្នឹងជារឿងរបស់ក្លឹបឯងបើគាត់សម្រេចចិត្តយកអ្នកណាយកនេះប៉ុន្តែអានេះយើងជាទស្សនៈយើងណាខ្ញុំនៅតែបាល់លេបាអញ្ចឹងវានៅតែបាល់លេបាហ្នឹងគឺវាធំធំហ្មងបាទល្អកូនហ្នឹងវាល្អនិយាយទៅតែមិនដឹងថា Brighton គេគិតគូមិនមួយ Man U ឯណាតែតារងនិយាយចឹងបើ Brighton ហ៊ានអូបន្លាយពេលវេលាហ្នឹងដល់ដៃឆ្នាំបាទទៅហៅចឹងទៀតអូខេបាទអញ្ចឹងពាក់ព័ន្ធនឹងរឿងបាល់លេបាវ៉ាតុននេះបាទពីរៀមច្បងបាទបង Wintero មកដល់ហើយបាទអានខមមិនគាត់តាមម្ដងគាត់ថាសម្រាប់បងអាដាមវ៉ាតុន Job Bellingham អា Gomez គឺ Man U មិនទិញទេបាទគាត់ថាបែកភាព
ស្រួចស្រាលដែលអាចមានភាគរយខ្ពស់មកចូលរួមហ្នឹងគឺ Elliot Anderson និង Carlos Baleba បាទគឺបដំបសងស្តៀងគ្នាជាមួយនឹងបាទការគិតពីបងមនីនឹងរងដែរបាទឥឡូវមួយណាក៏បានដែរប៉ុន្តែចេះឥឡូវតំបន់បម្រើយើងនិយាយអស់ហើយចុះអ្នកចំនួន Luke Shaw អាចនឹងមានដែរឬទេក្នុងខែមករានេះស្របពេលដែល D Marco នេះឃើញចុចឈ្មោះមកច្រើនវ័យលេខ26 27ហើយណា D Marco នេះយកមិនងាយបានទេ ពី Inter មក បានទេពួកអ៊ីតាលីគាត់កម្រមែនតើក្នុងការចាក់ចេញពីស្រុកកំណើតគាត់ត្រូវព្រោះស្រុកគាត់ហូបមហូបរបស់គាត់ស្លៀកពាក់ style រស់នៅរបស់គាត់របៀបនិយាយលឺធ្វើកាយវិការអញ្ចឹងណាបាទមកអង់គ្លេសស្ងប់ស្ងាត់ភ្លៀងរាល់ថ្ងៃនឹងនិយាយរកគ្នាវាខុសគ្នាអញ្ចឹងណាប៉ុន្តែកម្រមិនថាមិនអត់មានដោយខ្សែការពារអ៊ីតាលីរបស់ Arsenal ក៏មាន Man U ក៏ធ្លាប់មានដែរ The Man ដែល Luis van Gaal យកមកណាប៉ុន្តែ The Marco នេះមានតែមួយទេ The Marco មានតែមួយគាត់ចង់ផ្លាស់ប្ដូរជីវិតអាហ្នឹងគាត់មកតែថាគាត់អត់ទេមិនងាយទេព្រោះតម្លៃខ្លួនគាត់ក៏មិនណាស់ណានិយាយទៅហើយកុងត្រាគាត់ដូចជាចប់2027 28បាទអញ្ចឹងតែគេអូសទីហើយគាត់ហ្នឹងគឺយកមកគឺថាឆ្ងាញ់ហ្មងគឺអា352 343នេះគឺគាត់ហើយបាទតែ Luke Shaw នេះខ្ញុំសម័យណាដោយសារ Martinez មកវិញមិនដឹងថាបានលេង final ទេបើ Martinez មកគេអាចយក Luke Shaw ទៅនៅលេងដូគូខ្ញុំចង់ឃើញគាត់លេងកន្លែងហ្នឹងមួយសិនអា LWF ហ៎ LMF Rashford អត់ទេមើល RWB បាទចឹង LWB បាទ LWB left wing back អូខេបាទខ្ញុំចង់ឃើញគាត់លេងអាហ្នឹងព្រោះពីដើមគាត់ខ្លាំងកងអតៈហ្នឹងណាគេអាចគេហៅគេ Carlos អីគេ Roberto Shaw Carlos អីគេហៅមើលបាទខ្ញុំតែនឹងព្រៀបប្រដូចណាបាទប៉ុន្តែខ្ញុំចង់គាត់ឃើញគាត់លេងអាហ្នឹងម្ដងមើលបើថាមិនកើតទេដាក់ទៅឌូគូវិញទៅព្រោះអីគាត់កងឲ្យគាត់មានភាពវៃឆ្លាតក្នុងការជ្រែកហើយគាត់ cross ចូលគ្រាប់បាល់អញ្ចឹងខ្ញុំថាបើសិនជា Martinez មកឲ្យគាត់លេងហ្នឹងសិនហើយតបទៅសំណួរ Football វិញថាអ្នកជំនួសគាត់អ្នកណាសំខាន់លើគ្រូឥឡូវមិនតែដាក់គាត់លេងជាអា role កងឡើងទៅលើទេលេងតែខ្សែការពារ CB ទេអញ្ចឹងមានតែ Martinez ឬក៏Gerard Brentford ឬក៏ខ្សែការពារមកពីណាដែលគេទិញមកជំនួសគាត់តែប៉ុណ្្នឹងឯងព្រោះអីគាត់ដូចជាលែងបានទៅឡើងទៅលើសុទ្ធ cross អីទៀតហើយបាទតែត្រូវការមានទេព្រោះអីត្រូវការមានម្នាក់ទៀតមកជួយឌូគូព្រោះឌូគូតែឯងក៏មិនកើតដែរពឹងលើដលុតបាទក៏ពិបាកហើយមិនធានា 100% ដលុតនេះគឺថារងថ្ងៃដែលទុកចិត្តអត់បានវាខុសរងថ្ងៃទុកចិត្តអត់បានអញ្ចឹងខ្សែការពារគឺខ្ញុំថាដូចជាមិនមានអីចូលទេខ្សែការពារខែមករាខ្ញុំគិតថាអត់ទេតែខ្សែបំរើនឹងអាចនឹងខ្សែប្រយុទ្ធអាចនឹងចូលបាទគាត់អាចនឹងប្រម៉ូទយុវជនមកខ្សែការពារមាន Heaven មានអី Heaven មានបាទ Heaven ឥឡូវឲ្យសម្របខ្លួនជាមួយនឹងអ៊ុយ Academy មកអ៊ុយ21លេងសិនទៅប៉ុន្តែ Heaven មកលេងបាន Heaven លេងបានប៉ុន្តែគាត់មើលវាពិបាកដែរវាចូលកលៈតហៈទៀតណាកីឡាករចិត្តដល់ដាច់ខែ1នេះគឺអត់មានរបួសទេតទៅពេលគេបិទអាទីផ្សារដោះដូរកីឡាកររបួសទាំងអស់ហើយតាដួល2ឆ្នាំដោយសារគ្រូពេទ្យវិនិច្ឆ័យខមិនឥឡូវគេបញ្ចប់ក្រុមគ្រូពេទ្យគ្រូវឹកចោលហ្នឹងណាតែអេនូចូលមកអេនូរុះរើអាហ្នឹងចោលទាំងចុងភៅហ្នឹងអីទៀតអញ្ចឹងចាំមើលថាតើវាចូលអន្ទាក់ហ្នឹងទៀតអត់បាទហ្នឹងវាខ្លាចអញ្ចឹងអានេះមិនអន្ទាក់អីអាបណ្ដាសាបណ្ដាសាបាទចូលបងបរិពាក់ព័ន្ធនឹងនេះយុវជនដែលបងបរហោះនេះ Breno Biden វ័យ20ឆ្នាំលេងនៅ Corinthians តែឯណាព្រៀបក៏ដូចស្តៀងលេងនឹង Petty យ៉ាងណាដែរក្រុមការងារ Scouting ពាក់ព័ន្ធបញ្ហានេះ Scout គេទៅមើលគាត់ហើយតម្លៃគាត់10លាន20លានគេឲ្យចន្លោះប៉ុណ្ណឹងហើយវ័យ20ឆ្នាំគាត់យកមកគឺមកលេងហ្មងព្រោះវ័យ20ហីប៉ុន្តែអាចនឹងមិនស៊ាំមួយឆ្នាំអីប៉ុន្តែឥឡូវអានេះខ្ញុំនិយាយណាលើគាត់ចេះអង់គ្លេសមិនចេះអង់គ្លេសប៉ុន្តែប្រេស៊ីលជំនាន់ក្រោយនេះវាច្រើនមកគាត់រៀនអង់គ្លេសហ្មងព្រោះគាត់គិតថាចេះគាត់ក្នុងពេលសម័យគាត់គឺគាត់ចង់ទៅលេងនៅអឺរ៉ុបអញ្ចឹងភាសាដែលគាត់រៀនគឺមិនអង់បើមិនអង់គ្លេសគឺតែគាត់ប្រេស៊ីលនិយាយអេស្ប៉ាញមួយគ្នាបានហ្នឹងអាភាសាតែមួយទេប៉ុន្តែគាត់ត្រូវចេះអង់គ្លេសហើយប្រេស៊ីលឥឡូវមកអង់គ្លេសដូចសាមញ្ញឯងដូចអេស្តាវូដូចក្មេងៗដែលមកច្រើនណាគឺអត់សូវខ្លាច Premier League ទេអញ្ចឹងខ្ញុំគិតថាគេឈ្មោះគេមិនបានដូរបាទប៊ីដូហ្នឹងបាទកណ្ដាលហ្នឹងដែលលេងបានច្រើនរោបាទច្រើនរោវិញឲ្យស៊ូសគឺគាត់លេងដូច Petri បាទតែគាត់ប្រើជើងឆ្វេងប៉ុន្តែអាហ្នឹងជា scout របស់ Man U គេចង់ប្រម៉ូក្មេងៗមកដើម្បីទុកទៅថ្ងៃអនាគតទេបាទប្រម៉ូមក10 20លាន5លាន10 20លានយកមកមានតែខាតស្អីអ្នកណាត្រូវ
tục tới Việt Nam cá áo chiếc xây trường tử hay bọn ông kêu là tình mà đại kia lấy đã mấy bậc kia nó không mấy và tay còn là kia cứ chia cột là co tờ cột tê và chân bọn ông trẻ chào tình mà tới mình đại kia lấy tình tới đại kia lấy hoặc kia lấy tình móc nó Lisbon du chuồn và phần năng ở miền ấy thế hay có ngắt đấy rồi là tranh po ở miền muối và dù bị trốn áp bá thì mà nhu tình là dù bị trốn tình cho đó là miền kịch cú cho đó này còn tình mà hay còn miền chặt khổ sai có trong bạc cao đây ghế Mbappé ở đây là Mbappé hay có trong vừa ở Carrington Academy và qua đó bà miền Sala bọn đó mà đã dù bị trốn muối hạt ở kia ấy chả nó chỉ chặt khổ bị sai qua qua đây còn phải màu dù bị trốn màu đôi bản đôi Cristiano Orozco ấy giờ máu lấy nhảy máu bán lấy hay bà hạnh luôn là đi dù từ bóng lõ tao vậy bà khơi cái sao mà tiếng còn lõ đấy bà chẳng vì ọt khóa thế là bon vòng ra cả đá con tái về trâu cà phê về du đấy du tràn mà rồi toàn trâu nè bà buồn khơi bong lu smart vậy giờ bà suy ai cái lá co một chút lõ pe từ lên mình cái dù bánh tráng nhỉ bà rồi ai tụi mình bà bàn tạm đàn đấy bong chen ear có tha men you sai một chút nhưng không pe bà ác vô Lewandowski mà pro Barca mình to contra oi Robert Lewandowski thế ban tam đan đi bọn đường này free vô mà free vô bà nói vì là năm ban đấy vì đã tam còn luôn lục ta sờ là chứ hai mẹ cả đá có tay nhảy vô là co quay trả mà free nhưng chạm bán có lộp vô Henry Larsson chính trị xui ai nơi Barcelona này bà có từng ngào ở contra hay xây chứ được hai mẹ cả đằng này mau ban là năm lọ thấy nhưng mình mơ cả vấn lý mình mau không khai mẹ cả đây này ca vấn lý mất trăm thì ca vấn lý ở đây ca vấn lý mau summer này class năm rồi bà bản chân cứ ấy ở đây thôi mau khai mẹ cả mau đời mình làm lại luôn hay xây mà xây trước ấy mau đời mau chui sẵn đó nè chứ nhưng nó lục ta sẽ lấy con tay vừa đằng bà đấy đúng máu mình Volkswagen ấy vô một backup á bạn là Lewandowski là ồ rồi cái sao mà tia con ở dù con chết mà tay cái sao mà tia là anh vô con mau ban là năm chui chân tới hay bật quạt lên chui menu ban là cái rock có tư ban mà năm tia tử đôi Johnny Van to là hồ trứng á nè ba đôi lục sao mình tay to cho những cái tha tay khai con mình sang tới còn sang từ ẩm đấy con lộn vậy thôi khu ta con prom riêng một khu ta đó bài còn trong màu đây chẳng bên năng nơi đọt man còn trong còn ok còn ok nâng còn tay còn bên năng lục ta sẽ lấy con cho reward ấy cho reward này còn cho reward boy nơi reward miền sự tập hiệp ấy ọt vì ọt nhé do mất bà sao tại chỉ vợ khá hay bà do igalo ogali mà bán vô luôn xí mà bán ở đấy thì ảnh năng tay khá là khai mà tay ở đấy thế cái tha vô quạt máu ọt má như xe sco bầm rong tay lưu bình nắng mới này ọt ban mới bỏ miền khơi cái tranh máu quạt máu kịp sao shop từ AC Milan từ Al Nassr từ Juventus từ nào chứ tôi chọn bà quạt ọt thế nào bà quạt nâu từ đá là bà quạt nâu thêm mong sao bị dứt á bà quạt miền từ rốt ấy lươn ấy quạt bật tay quạt nâu bật peng sụt ấy cho bà quạt đó có được bàn sớm má chứ có rồi bà mình từ lươn ấy hay sao cho bỏ mình từ lươn xây quạt mắt cho bà nè bà cao nông bỏ bà chẳng vì ai là nó nhưng cái đó thường nắng ấy bà cái đó thường này bà nè bông pisat PSV nè ấy bắt bà Cavani chúng non Ole Vegas có tha Cavani chúng non Ole Vegas là ngày bông được thi JJ bà có tha bà Rob ba nè sự điên chúng non Ronaldo Nani nâng Robin bà Ronnie bà bay khang lơ mạch đai bong Rob nè sự điên Ronaldo Nani nâng Ronnie bay khang lơ nghe thế bà như thế Rachaka thấy hai chuyện xí bà riêng gồm toàn Ron này cho đua Ronaldo BBC này bà toàn bán thôi nè bà Mbappé còn bèn đôi Ronaldo Mbappé là chia anh mặc xe mặc bài bao quát bên từ bà Vinicius có từ Brazil bao quát còn bèn Ronaldo phụ đố con miền mặt chọc